សួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកដល់ផ្ទះដែលនៅជនបទនៅខេត្តកំពតស្រុកដងតុងភូមិថ្មដប់បងប្អូនមកដល់ទេសភាពវាស្រស់ស្អាតខៀវបៃតងបងប្អូនស្រូវសំណាបចាប់ដើមដុះហើយមើលទៅទេសភាពស្អាតគុលអាស័យរបស់បងថ្លៃខ្ញុំតាំងពីបងប្រុសបងស្រីចំការក្រោយផ្ទះគាត់ចាប់ដើមឲ្យផលហើយបងប្អូនមានផ្លែចេកអ្វីបន្តិចតួចមកពីដើរលេងមួយអាទិត្យមានអារម្មណ៍ថាទេសភាពដូរស្រស់ស្រាយប្លែកលឿនអ្វីដែលខ្ញុំបានរៀបចាក់គ្រោះឥឡូវស្មៅដុះពីលើទៀតនេះទេសភាពស្រុកស្រែនៅស្រុកឬភូមិថ្មដប់បងប្អូនដងតុងទឹកដីកំពតកម្ពុជាយើងស្រស់ស្អាតថ្ងៃនេះមានពពកខ្មៅសតែវាក៏ក្តៅអស្ចារ្យបងប្អូនក្តៅអស្ចារ្យវាក្តៅណាស់ថ្ងៃនេះមានអារម្មណ៍ថាក្តៅថតពីលើកន្លែងwater tank កន្លែងនេះrooftop balcony មើលវាបងប្អូនតែនេះខ្ញុំថតពីកន្លែងកន្លែងទុកទឹកដើម្បីប្រើប្រាស់នៅលើ rooftop នេះ3000 លីត្រនេះទេសភាពស្រស់ស្អាតមើលទៅក្រមឮសំឡេងមាន់សំឡេងទាសំឡេងរៃសំឡេងស្រុកស្រែម្យ៉ាងម្នាក់ពីខេត្តបាត់ដំបងស្រុកសំឡូតបងប្អូនម្យ៉ាងម្នាក់